ចរិតឆ្មាញីដែលដល់ពេលត្រូវបន្តពូជសួស្តីថ្ងៃនេះខ្ញុំនឹងមកប្រាប់អំពីអត្តចរិតហើយនឹងដំណាក់កាលរបស់ឆ្មាញីដែលដល់ពេលត្រូវបន្តពូជជាទូទៅឆ្មាញីអាចបន្តពូជបាននៅពេលដែលគាត់មានអាយុចាប់ពី4ខែឡើងទៅឬមួយក៏មានគីឡូ2គីឡូទៅ2គីឡូកន្លះតោះនេះគឺជា4ដំណាក់កាលនៃការបន្តពូជរបស់ឆ្មាញីដំណាក់កាលទី1គេហៅថា Proestrus ជាការបង្ហាញអាកប្បកិរិយាមុនពេលដែលអាចបន្តពូជបានរបស់ឆ្មាញីមានដូចជាការផ្លាស់ប្ដូរចរិតរបស់ឆ្មាញីដោយគាត់មានការយកចិត្តយកថ្លើមម្ចាស់ច្រើនជាងមុនការបញ្ចេញសំឡេងខ្លាំងៗឬប្រើប្រាស់ធនសំឡេងដែលទាបខុសប្រក្រតីភាគច្រើននៅពេលដែលគាត់រកឈ្មោលគឺគាត់យំបែបនេះប្រើមុខរបស់គាត់អង្អែលយើងជាម្ចាស់ឬមួយក៏របស់របរផ្សេងៗដែលមាននៅក្នុងផ្ទះសកម្មភាពទាំងអស់នេះអាចមានរយៈពេលចន្លោះពី1ទៅ3ថ្ងៃដំណាក់កាលទី2គេហៅថា Estrus ជាពេលដែលឆ្មាបង្ហាញថាគាត់រួចរាល់នៅក្នុងការបន្តពូជយើងអាចសង្កេតឃើញថានៅពេលដែលយើងប៉ះខ្នងគាត់គឺគាត់ពុតខ្នងចុះក្រោមខ្លាំងហើយកន្ទុយបះឡើងលើឬមួយក៏កវីគូតទៅមកទៅវិញឆ្មាញីចាប់ផ្ដើមលិតនៅតំបន់ពិសេសរបស់គាត់ហើយនៅត្រង់ចំណុចនោះវាចាប់ផ្ដើមហើមនិងក្រហមតិចៗហើយមួយទៀតឆ្មាញីគាត់ចាប់ផ្ដើមនំច្រើនជាងមុនហើយពេលខ្លះអត់នំដាក់កន្លែងប្រគុណឆ្មាទេទាំងអស់នេះគឺគាត់ដើម្បីបញ្ចេញក្លិនអរម៉ូនសម្រាប់តាក់ទាញឆ្មាឈ្មោលក៏មានអាការៈញ៉ាំចំណីតិចជាងមុនហើយក៏ចង់ចេញទៅក្រៅផ្ទះជានិច្ចដំណាក់កាលនេះប្រើរយៈពេលចន្លោះពី1ទៅ7ថ្ងៃដំណាក់កាលទី3គឺ Interestrus ជាពេលដែលឆ្មាញីវិលទៅរកសភាពដើមវិញដោយអរម៉ូននិងប្រព័ន្ធបន្តពូជរបស់ឆ្មាញីឈប់ធ្វើការបណ្ដោះអាសន្នបន្ទាប់មកក្នុងរយៈពេលពី1ទៅ3សប្តាហ៍ឆ្មាញីនឹងវិលត្រឡប់ទៅរកដំណាក់កាល Estrus ម្ដងទៀតឬមួយនិយាយឲ្យងាយៗថាចាប់ផ្ដើមរកឈ្មោលវិញទៀតហើយដោយសារតែគាត់មិនទាន់បានបន្តពូជដោយជោគជ័យតែបើសិនជាឆ្មាញីបន្តពូជដោយជោគជ័យនោះគាត់នឹងឈានទៅដល់ដំណាក់កាលមួយទៀតគេហៅថា Pregnancy វាជារយៈពេលនៃការបង្កកំណើតកូនឆ្មានៅក្នុងពោះទូទៅមេឆ្មាពោះរយៈពេល60ទៅ68ថ្ងៃទាំងអស់នេះវាគឺជាវដ្តជីវិតនៃការបន្តពូជរបស់ឆ្មាញីបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យឆ្មាមានកូនអញ្ចឹងក្នុងកំឡុងពេលនេះគឺអ្នកទាំងអស់គ្នាគួរតែរកឈ្មោលឲ្យគាត់តែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ទេមានជំរឿនមួយទៀតគឺយកគាត់ទៅគ្រាវព្រោះការគ្រាវនេះអត់មានផលប៉ះពាល់ដល់ឆ្មាទេទាំងអស់នេះគឺជាការចែករំលែករបស់ខ្ញុំបើសិនជាមានកំហុសអីកុំប្រកាន់អីណាបាយបាយ